សួស្តីប្រិយមិត្តអ្នកទស្សនាទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Marie CLTV នាងខ្ញុំ Marie សូមនាំមកជូននៅព័ត៌មានកំសាន្តនិងព័ត៌មានសង្គមថ្មីៗដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនប្រិយមិត្តអើយតើជីវិតជាម្ដាយតូលឬ Single Mom ពិតជាងាយស្រួលដូចអ្វីដែលមនុស្សជាច្រើនគិតដែរឬទេថ្មីនេះតារាសម្ដែងស្រីល្បីឈ្មោះអ្នកនាងឌីសូនីតាបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលក្រោយលេចមកទម្លាយពីបទពិសោធន៍ជីវិតផ្ទាល់ខ្លួនដែលពោពេញទៅដោយសម្ពាធផ្លូវចិត្តការឈឺចាប់និងវិបដិសេរីក្នុងកំឡុងពេលដែលនាងកំពុងពោពោះកូនស្រីតែម្នាក់ឯងដោយគ្មានស្វាមីនៅក្បែរដោយស្ត្រីដទៃតើមានអ្វីកើតឡើងចំពោះជីវិតរបស់នាងហើយហេតុអ្វីបានជានាងចេញមកដាស់តឿនស្ត្រីគ្រប់រូបថាកុំចង់មានកូនអត់ប្តីសូមប្រិយមិត្តតាមដានស្ដាប់ព័ត៌មានលម្អិតជាមួយនាងខ្ញុំម៉ារីទាំងអស់គ្នាកាលពីពេលថ្មីនេះតារាសម្ដែងអ្នកនាងឌីសូនីតាបានបង្ហោះសារមួយនៅលើបណ្ដាញសង្គមដែលជាការរំលឹកឡើងវិញអំពីដំណាក់កាលដ៏លំបាកបំផុតមួយក្នុងជីវិតរបស់នាងអ្នកនាងបានរៀបរាប់ថានៅពេលដែលកូនស្រីរបស់នាងនៅក្នុងផ្ទៃនាងបានជួបប្រទះវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរទោះបីជាខាងក្រៅមើលទៅរឹងមាំក៏ដោយប៉ុន្តែខាងក្នុងបេះដូងរបស់នាងវិញកំពុងតែទទួលរងសម្ពាធយ៉ាងខ្លាំងដែលមនុស្សជាច្រើនមិនបានដឹងនៅក្នុងសំណេររបស់នាងឌីសូនីតាបានសរសេរថាកាលណាស្ត្រីមានផ្ទៃពោះអរម៉ូនក្នុងរាងកាយនឹងប្រែប្រួលយ៉ាងឆាប់រហ័សការប្រែប្រួលនេះអាចធ្វើឲ្យអារម្មណ៍មិននឹងណូឆាប់ខឹងឆាប់អន់ចិត្តឬឆាប់មានសម្ពាធផ្លូវចិត្តកើតឡើងបានយ៉ាងងាយសម្រាប់រូបនាងផ្ទាល់ដែលកំពុងតែពោពោះកូនដោយគ្មានស្វាមីនៅក្បែរដើម្បីលើកទឹកចិត្តឬជួយមើលថែទាំគឺកាន់តែធ្វើឲ្យស្ថានភាពផ្លូវចិត្តរបស់នាងពិបាកទប់ទល់ជាងមុននាងបានទទួលស្គាល់ថាមានពេលខ្លះនាងមានអារម្មណ៍ឈឺចាប់អន់ចិត្តនិងតូចចិត្តខ្លាំងព្រោះឃើញស្ត្រីដតីមានស្វាមីនៅក្បែរមើលថែយកចិត្តទុកដាក់ខណៈដែលនាងត្រូវប្រឈមមុខនឹងបញ្ហាទាំងអស់តែម្នាក់ឯងតារាស្រីរូបនេះក៏បានលើកជាសំណួរគូឲ្យគិតមួយថាប្រសិនបើមនុស្សស្រីម្នាក់មិនអាចទប់ទល់នឹងសម្ពាធទាំងនោះបានតើអាចនឹងមានអ្វីកើតឡើងចំពោះជីវិតរបស់ម្ដាយនិងកូនតាមរយៈបទពិសោធន៍ជីវិតរបស់ខ្លួនឌីសូនីតាបានដាស់តឿនទៅដល់នារីគ្រប់រូបថាមុននឹងសម្រេចចិត្តបង្កើតគ្រួសារឬមានកូនគូតែជ្រើសរើសដៃគូជីវិតដែលអាចទុកចិត្តបានយល់ចិត្តគ្នានិងត្រៀមខ្លួនទទួលខុសត្រូវរួមគ្នានាងបានលើកឡើងថាជីវិត Single Mom មិនមែនជារឿងស្រួលនោះទេផ្ទុយទៅវិញវាជាជីវិតដែលពោពេញទៅដោយសម្ពាធការទទួលខុសត្រូវនិងការលះបង់ជាច្រើនដែលមនុស្សភាគច្រើនមិនអាចយល់បានប្រសិនបើមិនធ្លាប់ឆ្លងកាត់ដោយផ្ទាល់គូរំលឹកផងដែរថាកាលពីកន្លងឆ្នាំ2020អ្នកនាងឌីសូនីតាបានសម្រាលកូនស្រីមួយរូបដ៏គួរឲ្យស្រឡាញ់ទោះជាយ៉ាងណានៅពេលនោះមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិនដែលមានព័ត៌មានអំពីការរៀបការរបស់នាងជាមួយបុរសណាម្នាក់ឡើយក្រោយមកមានការសន្និដ្ឋានជាច្រើនអំពីសំណាក់អ្នកលេងបណ្ដាញសង្គមថាកូនស្រីរបស់ឌីសូនីតាអាចជាកូនរួមគ្នាជាមួយតារាសម្ដែងលោកអេលិចសូរ៉ាដោយសារតែអ្នកទាំងពីរធ្លាប់បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាជាញឹកញាប់ទាំងក្នុងការងារសិល្បៈនិងជីវិតប្រចាំថ្ងៃប៉ុន្តែក្រោយមកឌីសូនីតាបានចេញមកបកស្រាយយ៉ាងច្បាស់ថាកូនស្រីរបស់នាងគឺជាកូនរបស់នាងតែម្នាក់ប៉ុណ្ណោះហើយលោកអេលិចសូរ៉ាក៏មិនមានទំនាក់ទំនងជាឪពុកកូននោះដែរលើពីនេះនាងក៏ធ្លាប់សុំទោសអ្នកគាំទ្រចំពោះការមិនបានបង្ហាញការពិតតាំងតែពីដំបូងដោយបញ្ជាក់ថាពេលនោះនាងមិនមានសុខភាពផ្លូវកាយនិងផ្លូវចិត្តល្អគ្រប់គ្រាន់ដើម្បីនិយាយអំពីរឿងនេះជាសាធារណៈនាងបានបង្ហាញផងដែរថាក្រុមគ្រួសាររបស់នាងមានបញ្ហាជំងឺដំណពូជដែលធ្វើឲ្យមានកូនកាន់តែពិបាកនៅក្រោយវ័យ30ឆ្នាំដូច្នេះហើយទើបនាងសម្រេចចិត្តទទួលយកកូនម្នាក់នេះដោយមិនបានឆ្លងកាត់ការរៀបការប្រិមិត្តអ្នកទស្សនាជាទីមេត្រីរឿងរ៉ាវរបស់ឌីសូនីតាមិនមែនគ្រាន់តែជារឿងឯកជនរបស់តារាម្នាក់ប៉ុណ្ណោះទេប៉ុន្តែវាក៏ជាមេរៀនជីវិតមួយដែលអាចឲ្យមនុស្សជាច្រើនយកទៅពិចារណាផងដែរជាក់ស្ដែងការក្លាយជាម្ដាយគឺជាការទទួលខុសត្រូវដ៏ធំមួយមិនថាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយការចិញ្ចឹមបីបាច់កូនត្រូវការទាំងពេលវេលាកម្លាំងកាយកម្លាំងចិត្តនិងធនធានជាច្រើននៅក្នុងសង្គមបច្ចុប្បន្នមានស្ត្រីជាច្រើនដែលអាចរស់នៅនិងចិញ្ចឹមកូនបានដោយខ្លួនឯងយ៉ាងរឹងមាំប៉ុន្តែការរឹងមាំនោះមិនមានន័យថាពួកគេមិនធ្លាប់ឈឺចាប់ឬមិនធ្លាប់ជួបសម្ពាធនោះទេអ្វីដែលឌីសូនីតាកំពុងចែករំលែកមិនមែនជាការបដិសេធជីវិត Single Mom នោះទេប៉ុន្តែជាការរំលឹកថាមុននឹងសម្រេចចិត្តធ្វើរឿងធំក្នុងជីវិតគូតែគិតគូរឲ្យបានវែងឆ្ងាយនិងត្រៀមខ្លួនឲ្យបានរួចរាល់ជាពិសេសសុខភាពផ្លូវចិត្តរបស់ស្ត្រីមានផ្ទៃពោះគឺបញ្ហាសំខាន់មួយដែលមិនគូត្រូវបានមើលរំលងការគាំទ្រពីគ្រួសារមិត្តភ័ក្តិនិងមនុស្សជាទីស្រឡាញ់អាចជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ម្ដាយគ្រប់រូបហើយមួយទៀតការដែលឌីសូនីតាហ៊ានចេញមកនិយាយពីរឿងរ៉ាវដែលធ្លាប់ធ្វើឲ្យនាងឈ
ឈឺចាប់ក៏អាចជាការជួយលើកទឹកចិត្តដល់ស្ត្រីជាច្រើនដែលកំពុងប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះផងដែរថាពួកគេមិននៅឯកានោះទេជាចុងក្រោយនាងខ្ញុំម៉ារីសង្ឃឹមថាប្រិមិត្តទាំងអស់គ្នាបានទទួលព័ត៌មាននិងមេរៀនជីវិតដ៏មានតម្លៃពីការចែករំលែកបទពិសោធន៍របស់អ្នកនាងឌីសូនីតាតើប្រិមិត្តយល់យ៉ាងណាដែរចំពោះការលើកឡើងរបស់អ្នកនាងឌីសូនីតាជំវិញជីវិត Single Mom និងការត្រៀមខ្លួនមុនមានកូនសូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅក្នុង comment ខាងក្រោមកុំភ្លេច like share និង subscribe channel Marisi LTV ដើម្បីទទួលបានព័ត៌មានថ្មីៗនិងគួរឲ្យចាប់អារម្មណ៍ជារៀងរាល់ថ្ងៃនាងខ្ញុំម៉ារីសូមអរគុណនិងសូមជម្រាបលាជួបគ្នាវីដេអូបន្ទាប់